សូមចរន្តពលលោកគ្រូនៅក្នុងវីដេអូនេះអាត្មាសូមបង្ហាញអំពីការទាញយកservice ឬការទាញយក API ដែលអាត្មាបានបៀចេញពី Docker ហ្នឹងយកទៅប្រើប្រាស់បានដោយសារតែអាត្មាបាន deploy ទៅលើ Docker និងដាក់ទៅលើ online ទៅគឺយើងគាត់ឲ្យចុចប្រើទៅគឺបានអញ្ចឹងនៅក្នុងនេះអាត្មាសូមបង្ហាញនៅក្នុងនេះមានអីគេខ្លះអញ្ចឹងគឺ file មានចំនួនពីរប្រភេទគឺសម្រាប់Windows និងសម្រាប់ macOS និង Linux ប្រសិនណានៅក្នុង Windows នេះគាត់នឹងចុច start ទៅប៉ុណ្ណេះទៅគឺវានឹងបង្កើត container 2ចូលក្នុង Docker នេះហើយជាមុនដំបូងយើងត្រូវបើកកម្មវិធី Docker សិនរីឯ stop នេះគឺសម្រាប់ remove ពេលយើងបិទវិញហ្នឹងគឺយើងអាច remove នេះសម្រាប់បានលើ macOS អញ្ចឹងមុននឹងចាប់ផ្ដើមអាត្មាសូមបង្ហាញថានៅក្នុងនេះមានអីគេខ្លះអត់សូមបង្ហាញកូដនៅក្នុងនោះមកសូមបង្ហាញ script ហ្នឹងមកនេះជា script ដែលមាននៅក្នុងហ្នឹងសម្រាប់ Docker Compose នេះគឺវានឹងទាញ image ចេញអំពី Postgres image 15នេះហើយនេះគឺជា environment ដែលអាត្មាដាក់ទៅក្នុងហ្នឹងនៅពេលដែល image នឹង container បង្កើតចេញមកគឺនឹងបង្កើត database មួយដែលមាន password ជា Postgres user Postgres និងបង្កើត volume មួយដែលគឺដាក់ឈ្មោះថា Postgres data អានេះ L check និងមាន service មួយទៀតគឺនឹងសម្រាប់ API Spring Boot នេះដែលអាត្មាបានមានអញ្ចឹងអាត្មាដាក់ឲ្យឈ្មោះថា Spring Boot image គឺទាញចេញពី PyDocker Digital Bank Customer Service នេះដែលអាត្មាបានដាក់ deploy ទៅលើ Docker Hub ដែរហើយអាត្មាដាក់ឲ្យ run នៅលើ port 4000ហើយនេះគឺជា environment ដែលភ្ជាប់ទៅកាន់ DB ហើយនឹង file upload គឺ upload ទៅកាន់ទីតាំងនេះដែលវានឹងបង្កើត volume មួយទៀតគឺ upload data សម្រាប់ upload data នេះអញ្ចឹងកុំឲ្យបងអស់យូរអាត្មាសូមបង្ហាញពីប្រសេសនៅដូចតទៅដោយសារអាត្មាប្រើ Windows អាត្មាសូមបង្ហាញប្រសេសលើ Windows មកអញ្ចឹងសម្រាប់អ្នកប្រើ Windows គេគ្រាន់តែបាន file ហើយគាត់នឹងចុច start ដែរសូមបញ្ជាក់លោកគ្រូទៀត readme នេះគឺសម្រាប់សេចក្តីណែនាំក្នុងករណីអ្នកខ្លះគាត់យកទៅប្រើប្រាស់អានេះអាត្មាដាក់អញ្ចឹងដើម្បីបើសិនបើគេប្រើប្រាស់ទៅគេអាចមើលសេចក្តីណែនាំនេះក្នុងនឹងបានវាជាសេចក្តីណែនាំក្នុងហ្នឹងចំពោះ Windows គឺអ្នកប្រើគាត់ត្រូវបើកជាមុនគាត់ត្រូវបើក Docker នេះទុកចោលគាត់ចុច start ចឹងមកវានឹង load មកផ្ទាំងជាមកហើយនេះអាត្មាដាក់សេចក្តី instructor លោកគ្រូសាស្ត្រាចារ្យឌីនសារ៉ានសិស្សអាត្មានៅ GitHub ដែលរក្សាកូដហ្នឹងហើយគឺជា Telegram វាកំពុងតែបង្កើត this will take up to 30 seconds ពេលនេះបង្កើតបាន container បានជោគជ័យអញ្ចឹងយើងសាកមើលក្នុង Docker នេះមកពេលនេះបាន container 2ហើយមានឈ្មោះថា Digital Bank Customer Service បាន Postgres Data DB នេះមួយ Spring Boot ដែលទាញចេញពី image ទី1នេះដោយសារ image នេះអាត្មាមាននៅលើកុំព្យូទ័រអាត្មាស្រាប់អញ្ចឹងគឺវាលឿនដែរចុចទៅមកគឺដាក់អញ្ចឹងទំហំ image ហ្នឹងតែជា259មេបើសិនបើអ្នកអត់ដែរអានគឺអាចនឹងយូរបន្តិចអញ្ចឹងនៅពេលដែលយើងបានប៉ុណ្ណឹងហើយគឺគាត់អាចទៅកាន់ speaker បានគឺអាត្មាដាក់ link ឲ្យទៅកាន់ speaker យកមកឬក៏ control click ហ្នឹងគឺបើក speaker បើក speaker មកគឺចេញ